សួស្តីកូនៗទាំងអស់គ្នាជួបជាមួយលោកគ្រូទៀតហើយនៅមេរៀនទី8ទឹកចិត្តដ៏ប្រពៃអំណានចូលអាននិងរឿងខាងក្រោមរួចឆ្លើយនឹងសំណួរឥឡូវកូនពិនិត្យមើលរូបភាពបាទរូបភាពនេះគឺជារូបភាពមណ្ឌលសុខភាពគេហៅថាមន្ទីរពេទ្យឥឡូវកូនទាំងអស់គ្នាកុំឲ្យខាត់ពេលយូរកូនចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅមេរៀនថ្មីៗពីលោកគ្រូក្រោយពីកូនបានចុច Subscribe ហើយកូនមកធ្វើការអានអត្ថបទអំណានរបស់យើងជាមួយលោកគ្រូទាំងអស់គ្នាតោះចាប់ផ្ដើមថ្ងៃមួយស្រីនាថបានត្រឡប់មកពីសាលារៀនមុនម៉ោងមីងននឆ្ងល់ក៏សួរយីថ្ងៃនេះម្ដេចក៏កូនចេញពីរៀនមុនម៉ោងដូចនេះស្រីនាថឆ្លើយចាស់ម៉ាក់ថ្ងៃនេះអ្នកគ្រូខ្ញុំឈឺស្រីនាថបានសុំម្ដាយឲ្យជូននាងទៅសួរសុខទុក្ខអ្នកគ្រូដែលកំពុងសម្រាកព្យាបាលនៅឯមណ្ឌលសុខភាពមីងននឆ្លើយល្អហើយកូនម៉ាក់ជូនកូនទៅតែចាំម៉ែរៀបចំផ្លែឈើបន្តិចបន្តួចផ្ញើជូនគាត់ឃើញស្រីនាថនិងម្ដាយមកដល់អ្នកគ្រូសប្បាយចិត្តខ្លាំងណាស់គាត់និយាយអ្នកគ្រូសូមអរគុណកូនស្រីនាថនិងអ្នកមីងដែលមកសួរសុខទុក្ខខ្ញុំមីងននតបមិនអីទេសូមជូនពរអ្នកគ្រូឲ្យឆាប់ជាសះស្បើយអ្នកគ្រូចាស់អរគុណបាទបន្ទាប់ពីកូនបានអានអត្ថបទអំណានជាមួយលោកគ្រូមកឥឡូវកូនអានដោយខ្លួនឯងឲ្យបានច្រើនដងច្រើនសារដើម្បីចេះស្ទាត់ក្នុងការអាន